អីក៏ធំយ៉ាងនេះបងប្អូនអើយធំណាស់អូយព្រះម្ចាស់ថ្លៃនេះអូយស្អាតមែនទេសាច់វាហើយមិនប្រហូតឲ្យឡើងរមួត ឆ្ងាញ់មានរសជាតិស្រួយ អូរសជាតិស្រួយហ្មងអូមែនបាទមើលសាតាពីមួយមើលអូ វាអត់ថ្មិញណា ពីអត់លើអត់ ហើយដឹងតែស្រួយអូមណោះ ដឹងតែស្រួយដាក់ទៅស្រួយប៉ុន្តែវាអត់មានថ្មិញទៅពីបាទនិយាយថាពីដលងជ្វានេះអីក៏ល្អយ៉ាងនេះបងប្អូនហើយមើលនេះអូយហើយដើមវាឡើងស្លឹកនេះឡើងអូយល្អមែនតើដីរបស់វាឡើងខ្មៅឃ្លិចតែម្ដងអ្នកមីងជំរាបសួរបាទសុំពាក់ម៉ៃតិចអ្នកមីងណាបែកញើសជោកហ្មងអ្នកមីងណាហាត់ប្រានទាំងព្រឹកហ្មងណា ចាចុះខំ អត់ខំអត់កើតណា ខំអត់កើត ហើយនេះកំពុងធ្វើអីនោះ ការដើម ការដើម ចា ដើមអីទៅអ្នកមីង ដើមដលង ដលងហ៎ ចា អូហើយឆ្កាវាទៅអីទៅ ការហើយអត្រាក់ជួបានរើសក្រោយ ហាអញ្ចឹងមិនឆ្កាហើយយើងកាយវាបោះចោលទេ អត់ទេ អញ្ចឹង រើសមើមយូរលក់ អញ្ចឹងមានន័យថានេះយើងឆ្កាជំហានដំបូង ចា បាទហើយដល់ពេលក្រោយមកបើយើងយកមើមយកអីហ្នឹងយើងយកអត្រៈកាយ ចា អត់កាយខ្លួនឯងទេក្បិតទេ កាយអត់កើតដៃអត់កើត អូមិនទៅដៃមើលសុំមើលដៃតិច ដៃអ្នកផ្សារកាយកើតដល់ដៃអ្នកចកាកាយកើត អូអញ្ចឹង ចា អូដល់អ្នកផ្សារណោះ ចា អញ្ចឹងរកអ្នកផ្សារមកជួយកាយវិញ ចាមកតើ អូនេះបងមីងខ្ញុំសុំបន្តិចណាខ្ញុំសុំបន្តិចកុំកាប់ខ្ញុំណា ចា បាទនេះបងប្អូន ឃើញទេ ផ្លែនេះមើមដលងហើយបងប្អូនមិនមែនផ្លែសំទោសជាស្រ័យ ស្អាត បាទអូយធំមែនទែនខ្ញុំអាចសុំដកមួយបានទេ ដកបាន វ៉ាវ ដកទាំងអស់ក៏បានដែរ ដកទាំងអស់ឲ្យទៅដកបាន ឲ្យទៅដកបាន អូយអីក៏ធំយ៉ាងនេះបងប្អូនអើយនេះអូយព្រះម្ចាស់ថ្លៃនេះធំណាស់អូយល្អណាបងប្អូនធំមែនទែនមើលដាក់មួយដៃខ្ញុំមកវ៉ាវនេះអូយព្រះម្ចាស់ថ្លៃនេះអូយស្អាតមែនទែនសាច់វា ហើយមិនប្រហូត ឲ្យឡើងរមួត បាទ អូហើយឡើងងាប់ហើយឡើងលឿងល្អោកហ្មងណាឡើងស្រេះតែម្ដងបងប្អូនហើយនេះអូនេះអានេះខ្ញុំបំផ្លាញចោលមួយជាស្រ័យបងប្អូនខ្ញុំមិនមែនជាអ្នកបំផ្លាញទេប៉ុន្តែថ្ងៃនេះខ្ញុំចង់ឲ្យបងប្អូនឃើញថាសាច់ដលងជ្វាខ្មែរយើងនៅខាងខេត្តបៃលិនណាគឺសាច់ស្អាតមិនធម្មតាបងប្អូននេះអូយឡើងនិយាយទៅថាចង់ដូចក្រហមច្រាលចេញមកពីក្នុងដីហ៎បងប្អូនវ៉ាវអេមែនតើស្អាតមែនតើនេះអូឡើងក្រហមបងប្អូនហើយអាហ្នឹងយើងអត់ទាន់ដកអីណាយើងអត់ទាន់យកចេញពីដីមកទេនេះបងប្អូននេះតូចល្មមមែននេះអានេះមួយទៀតបងប្អូននេះបាទអូអានេះក៏ធំដែរបងប៉ុន្តែវាមិនធំខ្លាំងនៅនោះមិញណាបាទអូនេះបងប្អូននេះអូយរូបរាងខាងក្រៅឡើងក្រហមច្រាលស្អាតមែនតើបងប្អូនហើយនេះដលងខ្មែររបស់យើងណាបងប្អូនណាដាំនៅខេត្តបៃលិនមិនដាំនៅឯណាទេបងប្អូនហើយបើនិយាយថាសាច់វិញណាចាំមើលខ្ញុំកាប់ឲ្យបងប្អូនមើលមួយសារទៀតកុំឲ្យខ្ញុំចេះតែនិយាយថាសាច់អានោះល្អលើកអាណាដែលធៀមទុកអីចឹងណាអត់មានធៀមទុកអីទេបងប្អូនខ្ញុំមកគឺធ្វើឆៅវីដេអូនេះបងប្អូននេះមើលសាច់អូយម្ចាស់ថ្លៃនេះបើយកចៀនយកទៅស្ងោរបាទមិនដឹងថាឆ្ងាញ់ប៉ុណ្ណាបងប្អូននេះផ្អែមយ៉ាងណាយ៉ាងណីទេនេះអូយនេះសាច់ឲ្យហាប់ភឺសតែម្ដងណាជំរាបសួរបងអាចជំរាបឈ្មោះជូនបងប្អូនយើងដែលគាត់កំពុងតែទស្សនាវីដេអូនេះ ឈ្មោះដួងពៅដែលធ្វើចំការនេះនៅខាងអូត្រែងបាទ នៅខាងខេត្តបៃលិនបងណា ភូមិទឹកផុសខាងខេត្តបៃលិនចឹង បងធ្វើដលងជ្វានេះប្រហែលឆ្នាំហើយបង ទឹមធ្វើឆ្នាំដំបូង អញ្ចឹង បាទ វ៉ាវទៅធ្វើឆ្នាំដំបូងហើយ ឆ្នាំដំបូង បានផលច្រើនដល់ថ្នាក់ហ្នឹងទៅហើយ យើងចេះតែលឺគេថាដាំចេះដាំតាមគេទៅ មូលហេតុអីមិនបងដាំដលងជ្វា នឹកឃើញថាដលងមីក៏វាមិនថ្លៃលើសគ្នាប៉ុន្មានតែចឹងសាកដាំនេះលោមើលទៅ អញ្ចឹងបងហ៎ បាទ មានន័យថាពីមុនឡើយបងដាំដលងមី ដលងមី ហើយក្រោយមកទៅបងងាកមកដាំដលងជ្វាវិញបងមែនទេ បាទ បាទហើយការដាំដលងជ្វាមិនដែរបងឥឡូវនេះបានផលយ៉ាងម៉េចអីយ៉ាងម៉េចដែរ ផលយើងមិនទាន់ប្រមូលអស់ចឹងអត់ទាន់ដឹងថាយ៉ាងតែយើងដាំឲ្យឃើញលទ្ធផលមើមទៅវាគ្រាន់បើ មើមគ្រាន់បើហើយអានេះគេហៅថាដលងជ្វា ដលង សាច់ការ៉ុត សាច់ការ៉ុត អានេះសាច់វាស្អាតមែនតើបងណា បាទ ហេតុអីក៏បងជ្រើសរើសពូជហ្នឹង ដែលខ្ញុំឃើញពីគេដាំមុនឃើញថាពូជហ្នឹងវាល្អហើយម្យ៉ាងហូបទៅវាឆ្ងាញ់វា ឆ្ងាញ់ណាសំខាន់ឆ្ងាញ់ ណែនបាទ ហើយបងដាំនេះបងមានប្រើជីប្រើអីហ៎ ជីបាញ់តែថ្នាំតកៅថ្នាំអីធម្មតា រដូវកាលដំបូងនេះបងប្រមូលផលបានប្រហែលហើយ នេះប្រមាណរងនេះប្រមូលបានបើជើងទាំងទូចទាំងធំវាចូល2តោនជាងហើយពេលដីប្រហែលជា10រងជាងនេះ បាទ ឃ
ក្នុង1រោងនេះយើងដកបានចំនួនប្រហែលជាគិតគីឡូប្រហែលជា150គីឡូ វ៉ាវ 1រោង មួយរោង150គីឡូ បាទ អូច្រើនដែរតើបង បាទ អញ្ចឹងបើ10រោងវា1តោនកន្លះហើយណោះ បាទ អូយ៉ា1តោនកន្លះនេះបងលក់ចេញឲ្យខាងណាក្រុមហ៊ុនរាជនី ក្រុមហ៊ុនរាជនី អញ្ចឹងមានន័យថាក្រុមហ៊ុនរាជនីគឺគាត់មកទិញដលងជ្វាពីប្រជាកសិករយើងដោយផ្ទាល់តែម្ដងដើម្បីយកទៅផលិតជានំដំឡូងមែនទេបង បាទ ឥឡូវបងដឹងច្បាស់ថាក្រុមហ៊ុនរាជនីឬយើងហៅថារាជនីដំឡូងឆាប គឺគាត់ទិញដលងជ្វាពីប្រជាកសិករ បាទ ហើយជាក់ស្ដែងគឺបងផ្ទាល់តែម្ដងបងប្អូនអរគ្នាដោយដែលបងប្អូនបានឮអញ្ចឹងថាឥឡូវនេះក្រុមហ៊ុនហើយទទួលទិញដលងជ្វាពីប្រជាកសិករហើយនៅកន្លែងនេះជាក់ស្ដែងគឺនៅក្នុងខេត្តប៉ៃលិនតែម្ដងហើយដែលឥឡូវនេះបើនិយាយថាពីដលងជ្វាគឺកំពុងតែមានបញ្ហាតម្លៃបូកជាមួយនឹងទីផ្សារគឺមិនសូវជាល្អទេអញ្ចឹងហើយដើម្បីជួយប្រជាកសិករខ្មែរក៏ដូចជាយើងបង្កើនផលិតផលខ្មែរក្រុមហ៊ុនបានទទួលទិញដលងជ្វាពីខាងប្រជាកសិករដើម្បីសម្រួលដល់ពួកគាត់ហើយក៏ដើម្បីលើកស្ទួយទៅដល់ផលិតផលខ្មែរផងដែរអានេះស្តង់ដារប៉ុណ្ណឹងក្រុមហ៊ុនយកហើយបង យកហ្នឹង យកហើយ បាទ ធំអញ្ចឹងเนาะ បាទ ជាទូទៅប្រមាណភាគរយដែលខាងក្រុមហ៊ុនអត់យក និយាយ តិច ទៅ ឬក៏ច្រើន អឺគាត់អត់យកលុះត្រាតែមានក្រឹង អូ បាទ មានក្រឹងមានស្អុយទេតែដលងវាអត់ដែលមានស្អុយទេមានតែក្រឹងបាទ បាទហើយជាទូទៅអញ្ចឹងមិនសូវជាអត់យកទេបានន័យថាយកច្រើនមែនទេបង ច្រើនដែរ ភាគច្រើនគឺយើងប្រមូលចេញបន្តិចទេเนาะ បាទបាទ បងដឹងថារាជនីគាត់ទិញហ្នឹងគឺគាត់យកទៅផលិតជាដំឡូងឆាបហ៎បងមានដឹងទេបង ខ្ញុំ ហើយជាក្រុមហ៊ុនរបស់ខ្មែរ បាទឮគាត់មកនេះហ្នឹងគាត់ប្រាប់គាត់ប្រាប់ចឹងដែរបាទ អញ្ចឹងបានន័យថាបងធ្លាប់ជួបជាមួយនឹងម្ចាស់ក្រុមហ៊ុនរួចហើយណាបង បាទ ការដែលក្រុមហ៊ុនចោះជួយទិញអញ្ចឹងជួយសម្រួលទៅដល់ទីផ្សាររបស់ប្រជាកសិករអញ្ចឹងតើបងគិតថាល្អទេ ល្អ បងមានពាក្យអីជូនបងប្អូនយើងដែលគាត់កំពុងតែទស្សនាវីដេអូនេះ បាទ បងសូមជួយ តែបើបងប្អូនដែលចង់ដាំក៏អាចដាំបានតែយើងតំណែងមួយគាត់ឲ្យច្បាស់លាស់សិនទៅ បាទ បាទអញ្ចឹងវានឹងយើងមានទំនុកចិត្តខ្ពស់ បាទ បាទធ្វើទៅដើម្បីកុំឲ្យវាខាត បាទ ចាសូមជម្រាបសួរខាងប បា ង ទ ខាង បាទ ព័ត៌មាន អរគុណបង និងខាងដូចជាប្រជាកសិករទាំងអស់ដែលទទួលទាំងខេត្តប៉ៃលិនទទួលទាំងប្រទេសចានាងខ្ញុំឈ្មោះអុកលង្កាជាអនុប្រធានមន្ទីរកសិកម្មរដ្ឋបាលប្រមាញ់នេសាទខេត្តប៉ៃលិនចា បាទ ហើយគោលបំណងមកថ្ងៃនេះគឺយើងចុះមករត់មើលការងារដាំដុះដលងមីនិងបំអត់សំទុះដលងជ្វានិងការប្រមូលផលដលងជ្វារបស់កសិករនៅក្នុងខេត្តយើងចាក្នុងខេត្តប៉ៃលិននេះយើងទៅតែចាប់ផ្ដើមបានប្រហែលជា2-3ឆ្នាំនេះទេពាក់ព័ន្ធនឹងដំណាំដលងជ្វានេះចាហើយទូទាំងខេត្តគឺគាត់ដាំប្រហែលជា40សប្តាហ៍ជាងចា ច្រើនដែរ ចាជាង40សប្តាហ៍ហើយការប្រមូលផលនេះគឺយើងបានចន្លោះពី15តោនទៅ25តោនតាមប្រភេទដីរបស់គាត់ ភាគច្រើនដែលប្រជាកសិករយើងគាត់ដាំដលងជ្វានេះគាត់យកលក់ឲ្យខាងណាដែរបង ការពីដើមឡើយដែលការយើងមិនទាន់មានបញ្ហាព្រំដែនគឺគាត់ចូលទៅថៃខ្លះហើយគាត់ទៅខាងភ្នំពេញខ្លះចាប៉ុន្តែមួយរយៈពេលនេះនៅពេលដែលយើងបិទមានការបិទព្រំដែនទៅគឺដលងយើងទាំងអស់គឺទៅខាងភ្នំពេញទាំងអស់ហើយក៏ដលងគាត់ក៏យើងមានបញ្ហាតម្លៃរៀងធ្លាក់ខ្លាំងចា បាទបច្ចុប្បន្ននេះមានក្រុមហ៊ុនគាត់ទទួលទិញប៉ុន្តែក្នុងកម្រិតមួយអាចថាមិនទាន់ជាគ្រប់តម្រូវការទីផ្សារដែលបងប្អូនយើងគាត់ប្រតិបត្តិនៅឡើយទេមែនទេបង ចា អញ្ចឹងបងអាចបញ្ជាក់បន្តិចបានទេថាតើការដែលក្រុមហ៊ុនគាត់ទទួលទិញនេះក្នុងគោលបំណងអីហើយតើប្រជាកសិករគាត់បានសម្រាលអីខ្លះដែរបង ចាពាក់ព័ន្ធជាមួយនឹងការក្រុមហ៊ុនប្រមូលទិញនេះគឺកសិករគាត់ចង់ថាគាត់សប្បាយចិត្តខ្លាំងមែនតើដោយសារក្រុមហ៊ុនគាត់ទទួលទិញតម្លៃគួរសមចាបានតម្លៃគួរសមចាហើយបន្ទាប់មកកសិករយើងគាត់សប្បាយចិត្តខ្លាំងដោយសារពេលនេះយើងដឹងហើយថាផលិតផលឯងមិនថាដលងមិនថាទិន្នផលផ្សេងៗក្នុងខេត្តយើងវាធ្លាក់ខ្លាំងប៉ុន្តែបានក្រុមហ៊ុនបានជួយគាត់ទិញដលងមួយផ្នែកទៅធ្វើឲ្យកសិករយើងសប្បាយចិត្តខ្លាំងចាជួយគេថាបន្ទុកគាត់ខ្លាំងមែនតើចាជួយដោះបន្ទុកគាត់ខ្លាំងមែនតើ បច្ចុប្បន្ននេះមានក្រុមហ៊ុនប្រមាណហើយដែលជួយទិញប្រជាកសិករ អត់មានទេទៅតែមានក្រុមហ៊ុនរាជនីមួយនេះឯងមកដំបូងបំផុតនៅខេត្តប៉ៃលិនចា បាទឥឡូវនេះគាត់ទទួលទិញបើតាមអ្វីដែលជាការដែលគាត់ដាក់កូតាឬក៏ចំនួនដែលគាត់ទិញថាតើគាត់ទិញក្នុងកម្រិតប្រមាណដែរ ចាក្នុងបច្ចុប្បន្ននេះដោយសារយើងទៅតែចេញលើកទី1ពីម្សិលមិញយើងចេញបាន2តោនជូនគាត់ចាហើយគាត់សប្បាយចិត្តដោយសារទិន្នផលរបស់យើងគឺល្អគាត់សប្បាយចិត្តគាត់នឹងព្យាយាមគាត់ថានឹងរៀបចំបន្តទៀតធ្វើការងារជាមួយខាងកសិករដូចជាមន្ទីរកសិកម្មដែលយើងជួយសម្របសម្រួលជូនចា មានន័យថាថ្ងៃក្រោយគាត់អាចនឹងទិញលើសនឹងទៀត ចា ពាក់ព័ន្ធជាមួយការទិញនឹងដែរតើគាត់ទិញក្នុង2តោនហ្នឹង
ទិញរាល់ថ្ងៃឬក៏យ៉ាងម៉េចដែរ ជាបច្ចុប្បន្ននេះគឺគាត់ទិញមួយថ្ងៃខានមួយថ្ងៃហើយគាត់យក2តោនចា បាទជារួមបងគិតថានៅពេលដែលមានក្រុមហ៊ុនចុះទទួលទិញបែបនេះតើវាជួយសម្រួលទៅដល់ប្រជាកសិករយើងក្នុងករណីតម្លៃក្នុងករណីដែលវាកំពុងតែចាល់ហ្នឹងទេ ជួយបានច្រើនខ្លាំងមែនតើចា បងរៀបគម្រោងថាថ្ងៃក្រោយអាចនឹងរៀប plan ជាមួយនឹងខាងក្រុមហ៊ុនដើម្បីឲ្យមានតម្រូវការបូកជាមួយនឹងការដែលប្រជាទិញហ្នឹងឲ្យវាត្រូវស៊ីមីត្រីគ្នាឬក៏ថាមិនបាច់ចាំនាំចេញក្រៅប្រទេសឬមិនបាច់លក់ខាងក្រៅយើងមានកូតាជាមួយក្រុមហ៊ុនតតែម្ដងបងមានគម្រោងហ្នឹងទេខាងកសិកម្ម មានក្រុមការងារខាងមន្ទីរកសិកម្មក៏ដូចជាលោកប្រធានមន្ទីរគឺយើងត្រៀមឲ្យស្រាប់ហើយតាយើងត្រៀមស្រាប់ក្នុងការរៀបចំផែនការផលិតជូនពួកគាត់ចាដើម្បីផ្គត់ផ្គង់ឲ្យក្រុមហ៊ុនចាផ្គត់ផ្គង់ក្រុមហ៊ុនប្រចាំថ្ងៃប្រចាំខែតែម្ដង ចាបងចា មានន័យថាការផលិតរបស់ប្រជាកសិករគឺគាត់អាចផលិតបានប្រចាំថ្ងៃប្រចាំខែគ្រប់រដូវគ្រប់មិនថាប្រាំងមិនថាវស្សាទេ ចាបងចាយើងនឹងរៀបចំផែនការនឹងជូនពួកគាត់ដើម្បីធ្វើម៉េចឲ្យតែជាកសិករយើងបានទិន្នផលល្អហើយសម្រាប់ផ្គត់ផ្គង់ទៅក្រុមហ៊ុនចា អូពិសេសមែនតើអញ្ចឹងបងមានពីអីជូនបងប្អូនយើងដែលជាប្រជាកសិករនៅក្នុងខេត្តបៃលិនក៏ដូចជាប្រជាកសិករដែលគាត់ដាំដលងជ្វានៅទូទាំងប្រទេសសូមអញ្ជើញបង ចាអញ្ចឹងជាចុងក្រោយក្នុងនាមខ្ញុំតំណាងឲ្យលោកប្រធានមន្ត្រីកសិកម្មនិងក្រុមការងារបច្ចេកទេសរបស់មន្ត្រីកសិកម្មទាំងអស់ចាសូមគ្រប់អរគុណដល់ខាងក្រុមហ៊ុនឬក៏ខាងកម្មវិធីមកជួយផ្សព្វផ្សាយឲ្យហើយក៏សូមជម្រាបជូនពុកម៉ែបងប្អូនថាដំឡូងយើងពេលនេះដាំក្នុងខេត្តបៃលិនគឺយើងលក់ឲ្យទៅក្រុមហ៊ុនចាយើងរៀបចំមានក្រុមហ៊ុនមកទទួលទិញហើយអញ្ចឹងសូមឲ្យបងប្អូនកុំធ្លាក់ទឹកចិត្តចាបន្តធ្វើការងារកសិកម្មយើងបន្តទៅទៀតចាសូមអរគុណ ឆ្ងាញ់អូមែ ឆ្ងាញ់មានរសជាតិស្រួយណា អូរសជាតិស្រួយហ្មងអូមែ ចា បាទមើលសាតាពីមួយមើលអូ វាអត់ថ្មិញណា ពីអត់លើអត់ ហើយដឹងតែស្រួយអូណោះ ដឹងតែស្រួយ អូ ដាក់ទៅស្រួយប៉ុន្តែវាអត់មានថ្មិញទៅពី បាទអញ្ចេះបងប្អូនទាំងអស់គ្នានំនេះគឺនំដំឡូងឆាមកពីខាងរាជធានីបងប្អូនឥឡូវអ៊ំគាត់ថាស្រួយតែគាត់អត់ថ្មិញប៉ុន្តែអត់ថ្មិញដូចអ៊ំហើយនៅតែហូបបានអញ្ចឹងបងប្អូនឃើញទេបាទឥឡូវខ្ញុំកាច់ឲ្យបងប្អូនមើលបន្តិចនេះពើងឃើញទេស្រួយអ៊ំខ្ញុំសុំហូបបានទេអ៊ំ ហូបបានកូនហូបបានទាំងអស់គ្នា ហូបបានទាំងអស់គ្នាអូអត់សូវមានថ្មិញទេប៉ុន្តែបាទ ប៉ុន្តែតាពីបានហើយមួយទៀតលឺសុខខ្ញោកខ្ញោកខ្ញោកឈ្ងុយ ខ្ញោកគឺឆ្ងាញ់ ឆ្ងាញ់បាទអូអាហ្នឹងស្នាដៃដែលយើង ខំផលិត ខំផលិតមកយើងខំដាំដលងនឹងមកឥឡូវបានផលមក ហើ ហើយ មកហើយយើងមានរសជាតិឆ្ងាញ់ហើយ ផលិតផលខ្មែរផលិតដោយកូនខ្មែរហើយអ្នកដាំក៏ខ្មែរដែរ នំដំឡូងឆាបរាជធានីផលិតផលខ្មែរឆ្ងាញ់ជាប់ចិត្ត